ជំរាបសួរគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះហៀងបាឡាមកពីក្រុម Ratio 3353នៅក្នុងវីដេអូមួយនេះគឺខ្ញុំមកនិយាយអំពីការងារ midterm ដែលទី1គឺfunction ទី2គឺ OOP ឬក៏ពាក្យពេញវាថា Object Oriented Programming អញ្ចឹងចំណុចដំបូងដែលខ្ញុំនឹងលើកមកនិយាយគឺ function អញ្ចឹងតើអ្វីទៅជា function គឺជាការសរសេរកូដតែម្ដងហើយយើងអាចប្រើប្រាស់កូដនឹងបានច្រើនដងឡើងវិញហើយនេះគឺជាការឧទាហរណ៍នៃការប្រកាស syntax នៃ function ជាមួយនឹង parameter របស់ function អញ្ចឹងខ្ញុំនឹងបង្ហាញឧទាហរណ៍អំពីការប្រកាសនៃ syntax នៃ function មួយនេះអញ្ចឹង syntax នៃការប្រកាស function គឺយើងប្រើ this ឬក៏ des this គឺជា syntax បន្ទាប់មកគឺជាឈ្មោះរបស់ function របស់យើងហើយនៅក្នុង function ហ្នឹងគឺជាមានដូចជា parameter នៅក្នុងនេះអញ្ចឹងឧទាហរណ៍ parameter អូខេខ្ញុំដាក់ parameter ណាបន្ទាប់មកគឺខ្ញុំ output នៃ parameter មួយហ្នឹងអញ្ចឹងនៅពេលដែលយើងបង្កើតបែបនេះគឺមានថានេះគឺជាការប្រកាសនៃ function ហើយឥឡូវនេះខ្ញុំឧទាហរណ៍នៃការខ្ញុំបោះតម្លៃទៅឲ្យ parameter មួយហ្នឹងខ្ញុំដាក់ my_file គឺបែបនេះអញ្ចឹងគឺតម្លៃបែបនេះតម្លៃមួយនេះគឺវានឹងបោះទៅឲ្យ function មួយហ្នឹងហើយ parameter name គឺវានឹងចាត់យកឈ្មោះបែបហ្នឹងអញ្ចឹងនៅពេលដែល output មកគឺវានឹងចេញឈ្មោះមកបែបហ្នឹងហើយនេះគឺជា result អញ្ចឹងឧទាហរណ៍នៃការប្រកាស function គឺប៉ុណ្្នឹងទេអញ្ចឹងចំណុចបន្ទាប់គឺparameter គឺមិនមែនគឺខ្ញុំនិយាយថា name គឺជា parameter អញ្ចឹងតើអ្វីទៅជា parameter ហ្នឹងវាជាអត្ថន័យដែលបញ្ជាក់នៅក្នុងការបង្កើត function ដើម្បីទទួលតម្លៃពីfunction ដែលយើងបានបង្កើតហ្នឹងអញ្ចឹងមានន័យថាយើងបោះតម្លៃឲ្យ function មួយហ្នឹងអញ្ចឹង parameter name ហ្នឹងជាអ្នកទទួលតម្លៃពី function អញ្ចឹងចំណុចបន្ទាប់គឺប្រភេទនៃ parameter អញ្ចឹងប្រភេទនៃ parameter គឺមានច្រើនអញ្ចឹងទី1គឺខ្ញុំនិយាយអំពី default parameter ហ្នឹងគឺមានន័យថាយើងបោះតម្លៃទៅឲ្យ parameter ហ្នឹងដោយផ្ទាល់នៅក្នុង function យើងចាំបាច់បង្ហាញបោះតម្លៃហ្នឹងនៅខាងក្រៅនេះទេអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍អំពីការបោះតម្លៃផ្ទាល់គឺ default parameter function អញ្ចឹងយើង default parameter function គឺយើងប្រកាស function គ្នាមកហើយឈ្មោះ function របស់យើងតបមក name នេះគឺជា parameter អញ្ចឹងខ្ញុំចង់បោះតម្លៃparameter ហ្នឹងទៅឲ្យ name ដោយផ្ទាល់តែម្ដងហើយហ្នឹងតបមកគឺខ្ញុំនឹង print name ហើយខ្ញុំនឹងដាក់ my function ឡើយនេះគឺខ្ញុំអត់ឲ្យតម្លៃទៅវាទេគឺខ្ញុំឲ្យដាក់ទៅទេអញ្ចឹង result របស់មកគឺចេញតម្លៃគ្នាប៉ុន្តែនៅក្នុងនេះគឺយើងអាចនឹងឲ្យតម្លៃទៅfunction នឹងបានមានថាយើងបោះតម្លៃទៅឲ្យ parameter នឹងបានដូចគ្នាគឺយើងមក save my function ហើយយើងបោះតម្លៃផ្សេងនៅក្នុងfunction មួយហ្នឹងខ្ញុំដាក់ថា Toyota អញ្ចឹង Toyota ហ្នឹងគឺវានឹង output តម្លៃមកបានដូចគ្នាហើយចំណុចបន្ទាប់ទៀតគឺខ្ញុំនិយាយអំពី arbitrary គឺហៅថាគុយម៉ងអញ្ចឹង arbitrary នេះគឺវាទទួល argument ច្រើនដូចជា tuple មានថា argument ដែលវាទទួលបានគឺជា tuple អញ្ចឹងនេះគឺជាឧទាហរណ៍នៃការបង្កើតគុយម៉ង parameter អញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍អំពីការបង្កើតគុយម៉ង parameter អញ្ចឹងឧទាហរណ៍នេះគឺជាការបង្កើតគ្រឿងគុយម៉ង parameter អញ្ចឹងខ្ញុំគាត់ដាក់ this ឈ្មោះ function បន្ទាប់មកគឺmy ឈ្មោះ function របស់យើងហើយឈ្មោះ parameter ប៉ុន្តែនៅពេលដែលយើងបង្កើត parameter ត្បូងគឺយើងគាត់ដាក់ name បែបនេះទៅអញ្ចឹងនៅពេលដែលដាក់ name បែបនេះគឺវាអត់ទទួលតម្លៃជា tuple ទេវាទទួលតម្លៃជា tuple លុះត្រាតែយើងដាក់សញ្ញាផ្កាយនៅពីមុខឈ្មោះ parameter មួយហ្នឹង
តបមកគឺយើងគ្រាន់តែ print នៃតន output នៃមកហើយใน function ហ្នឹងគឺយើងអាចបោះតម្លៃទៅឲ្យparameter មួយហ្នឹងបានច្រើនឧទាហរណ៍បែបនេះគឺខ្ញុំមានតម្លៃបែបហ្នឹងមកចឹងនៅពេលដែលយើង output មកគឺតម្លៃដែលវាទទួលបានគឺជាប្រភេទ tuple បែបនេះចឹងយើងដាក់តម្លៃប្រមាណក៏បានដែរនៅក្នុងហ្នឹងចឹងចំណុចparameter ទី3គឺ keyword parameter ចឹង keyword parameter ហ្នឹងគឺវាទទួល argument ជា directory ហើយវាមាន2គឺទី1គឺបកកាយនៅខាងមុខនេះមួយគឺនឹងបកកាយនៅខាងមុខទាំងពីរចឹងបកកាយ2គឺមានន័យថា keyword មួយហ្នឹងគឺដែល function របស់វាគឺអាចទទួលបានទាំង key ជាមួយនឹង value ចឹងចំណែកឯបកកាយមួយគឺវាទទួលបានតែ value ទេហើយនេះគឺជាឧទាហរណ៍នៃការបង្កើត keyword parameter ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត keyword parameter ចឹងដំបូងគឺយើងបង្កើត description មកអូខេចឹងនេះគឺជាការបង្កើត function ទេតមកនៅក្នុងនេះគឺយើងដាក់ parameter មកចូលទៅដាក់ info ដាក់ mic តបមកគឺនៅខាងមុខ info មួយហ្នឹងគឺយើងត្រូវតែដាក់សញ្ញាផ្កាយចំនួន2ដងឥឡូវខ្ញុំ print info តមកគឺខ្ញុំនឹងបោះតម្លៃទៅឲ្យ function មួយហ្នឹងដោយខ្ញុំបោះតម្លៃទាំង key ជាមួយនឹង value របស់វាអញ្ចឹងឧទាហរណ៍ថាដាក់ my fang ហើយនៅក្នុងហ្នឹងគឺនេះ key ចឹងគឺវានឹង output ទាំង key ជាមួយនឹង value ដែល name នេះគឺជា key ហើយឈ្មោះវិញនេះគឺជា value ចឹងគឺfunction ដែល parameter ដែលមាន keyword parameter ដែលមានបកកាយ2គឺវាបង្ហាញប៉ុណ្ណឹងចឹងបន្ទាប់ទៀតគឺkeyword ដែល function របស់វាគឺទទួលតម្លៃតែ value ទេវាអត់ទទួលតម្លៃជា key ទេអញ្ចឹងនេះគឺជាឧទាហរណ៍អញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងគឺយើងគ្រាន់តែដាក់គ្នាទៅលើយកវាចេញដាក់ this តបមកគឺនៅក្នុងនេះគឺខ្ញុំដាក់ផ្កាយតែមួយទេគឺហើយខ្ញុំដាក់ info តមកគឺខ្ញុំនឹងអស់តម្លៃទៅឲ្យ function មួយហ្នឹងដើម្បីឲ្យ parameter មួយហ្នឹងចាប់យកតម្លៃfunction ដែលយើងបានបោះហើយអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ឈ្មោះមកអញ្ចឹងបើសិនមិនខ្ញុំដាក់តា value បែបនេះទេគឺ Lisa គឺចេញមកគឺវាត្រឹមត្រូវមានន័យថាយើងមានតែ value ប៉ុន្តែបើសិនបើខ្ញុំដាក់ name បែបនេះគឺមានន័យថាខ្ញុំបង្កើតផ្កាយមួយទេប៉ុន្តែគឺខ្ញុំដាក់key ទៅឲ្យនៅក្នុង parameter ដែលមាន keyword ដែលមានផ្កាយមួយហ្នឹងអញ្ចឹងនៅពេលដែល Lisa មកគឺវា error ហើយដោយសារតែផ្កាយមួយគឺវាទទួលតែ achievement ដែល function ណាគឺមានតែតម្លៃ value ទេអញ្ចឹងចំណុចបន្ទាប់ទៀតគឺជាចំណុចចុងក្រោយនៃ function មួយហ្នឹងគឺជា return អញ្ចឹង return គឺជា keyword ដែលប្រើសម្រាប់បញ្ជូនតម្លៃពីចំនួន function ទៅកន្លែងដែលយើងបានហៅ function នោះអញ្ចឹងនេះគឺជាឧទាហរណ៍នៃការប្រកាសsyntax នៃការ return អញ្ចឹងយើងគ្រាន់តែបង្កើត function ជាមួយនឹង parameter ហើយយើង return value នៃតម្លៃវាមកហើយនេះគឺជាឧទាហរណ៍នៃ return parameter អញ្ចឹងខ្ញុំនឹងបង្ហាញអំពី return នៃ parameter អញ្ចឹងឧទាហរណ៍ថាគឺខ្ញុំបង្កើត function មួយហើយឈ្មោះរបស់ function គឺ add
តបមកនៅក្នុង function នេះគឺខ្ញុំមាន parameter 2 គឺ a និង b ហើយខ្ញុំនឹង return តម្លៃនៃ a បូក b អញ្ចឹងបន្ទាប់មកគឺខ្ញុំនឹងបោះតម្លៃទៅឲ្យ function add មួយនឹងអញ្ចឹងខ្ញុំ add ហើយតម្លៃដែលខ្ញុំបោះឲ្យគឺ b a ចំនួន2 a ចំនួន3ហើយ b ចំនួន4បន្ទាប់មកគឺខ្ញុំនឹង print នៃតម្លៃ a តម្លៃ add នៃ a ស្មើ3ជាមួយនឹង b ស្មើ4អញ្ចឹង result ដែលវាទទួលបានគឺកន្លែងនេះគឺមានន័យថាតម្លៃ add នេះគឺវានឹងយកទៅដាក់នៅក្នុង parameter មួយនេះបន្ទាប់មកគឺយើង return តម្លៃ a បូក b មកគឺនេះគឺជា result ដែលយើងទទួលបានអញ្ចឹងកន្លែងនេះយើងដាក់ return a គឺវានឹងចាប់យកតម្លៃ a ស្មើ3ហើយយើង return តែ b គឺវានឹងចាប់តម្លៃ b ស្មើចំនួន4ចឹងនៅក្នុង function គឺយើងមានតែប៉ុណ្ណឹងនៅបន្ទាប់គឺខ្ញុំនិយាយពី OOP ចឹង OOP មកពីពាក្យពេញថា Object Oriented Programming ហើយតើអ្វីទៅជា OOP OOP គឺជាវិធីសាស្ត្រមួយក្នុងការសេកូដកម្មវិធីដែលវាពឹងផ្អែកទៅលើ Object ជាមួយនឹង Class ហើយអ្វីទៅជា Class និងអ្វីទៅជា Object ចឹងចំណុចដំបូងគឺ Class គឺជា template សម្រាប់បង្កើត Object ហើយវាកំណត់ attribute ជាមួយនឹង method ដែល object នីមួយៗនឹងមានហើយនេះគឺជា syntax នៃការបង្កើត class ជាមួយនឹងការបង្កើត method នៅក្នុង class អញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍អំពីការបង្កើត syntax និងឈ្មោះរបស់ class អញ្ចឹង syntax របស់ class គឺ class តមកគឺ class name ដែលជាឈ្មោះរបស់ class យើងហើយទី2គឺ method ដែលមាននៅក្នុង class គឺ this underscore image ហើយ underscore 2 ដង cell អញ្ចឹងគឺមួយជួរនេះគឺនៅខាងក្រៅខ្លះវាគឺជា function ដល់ពេលនៅក្នុងខ្លះវាគឺជា method ហើយគឺជា parameter ទី1ឬក៏ parameter ទី2ទី3ដែលអ្នកនរគ្នាមានអញ្ចឹងគឺនឹងឲ្យយើងបង្កើតប៉ុណ្ណេះគឺវាជា constructor របស់ class មួយហ្នឹងអញ្ចឹងមួយជួរហ្នឹងវាជា constructor តមកទៀតគឺ share.p1 ដែល p1 មួយនេះគឺជា attribute ហើយ p1 មួយនេះគឺជា object អញ្ចឹងការបង្កើត class ហើយនឹងការបង្កើត method នៅក្នុង class គឺមានតែប៉ុណ្្នឹងឯងអញ្ចឹងចំណុចបន្ទាប់គឺនិយាយអំពី object គឺជាអ្នកសម្គាល់នៃ class ឬក៏ជា instance ជាលក្ខមួយហើយយើងអាចបង្កើត object ចេញពី class ដូចជាឧទាហរណ៍ថានេះគឺមាន class person មួយហើយខ្ញុំនឹងបង្កើត object មួយដែលចេញពី class person ហ្នឹងអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍ពីការបង្កើត class ដែលទាក់ទងជាមួយនឹងការបង្កើត object អញ្ចឹងគឺដំបូងគឺខ្ញុំបង្កើត class person តបមកគឺ this ដែលមានជា name ដែលជា function ទី1គឺ parameter ទី1គឺ name parameter ទី2គឺ age តបមកគឺខ្ញុំ share.name ដែល name ជា attribute ហើយ name នេះគឺជា parameter ទី2គឺ share.age ជាមួយនឹងស្មើនឹង age នេះតមកទៀតគឺខ្ញុំនឹងបង្កើត objectគឺការបង្កើត object នេះដើម្បីបោះតម្លៃទៅឲ្យ class ទាំងអស់ class មួយហ្នឹងដែលមាន attribute ទាំងអស់ហ្នឹងអញ្ចឹងគឺដាក់ person មួយឲ្យវាស្មើជាមួយនឹង person ហើយវងខ្យកនឹងឈ្មោះនឹង parameter ដែលយើងបោះតម្លៃទៅឲ្យ class មួយហ្នឹងអញ្ចឹងធ្វើដាក់ឈ្មោះខ្ញុំដែរហើយនេះគឺជា parameter ទី2ហើយមកទៀតដើម្បី output នៃ object នឹងចេញមកក្រៅគឺយើងត្រូវបង្កើត method មួយទៀតដែលដាក់ឈ្មោះថា this ហើយ method របស់វាគឺ display ហើយ set តមកគឺខ្ញុំនឹង print set.name ជាមួយនឹង set.age អញ្ចឹងដើម្បី output នៃ object មួយហ្នឹងគឺយើងត្រូវដាក់ person 1.display
តបមកវាបើកកញ្ញាវងខ្ញុំនេះដោយសារវាជា function ហើយនៅពេលដែលយើង run code មកគឺវានឹងបង្ហាញជាឈ្មោះជាមួយនឹងអាយុហើយមួយទៀតគឺយើងមិនមែនត្រឹមតែ output object របស់វាតែមួយទេគឺយើងអាចបង្កើត object 2 3ដើម្បី output តម្លៃចេញមកបានអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើត object ទី1ដែលមានឈ្មោះថា person 2ខ្ញុំឲ្យស្មើជាមួយនឹង person ហើយយើងនឹងបោះតម្លៃ name នេះទៅឲ្យផ្សេងទៀតឧទាហរណ៍ថាឈ្មោះបែបនេះជាមួយនឹង use តមកគឺខ្ញុំនឹង display person ទី2គឺ person 2.display អញ្ចឹងគឺវានឹង output តម្លៃឲ្យចំនួន2ទី1គឺ person ទី1និងទី2គឺជា person ទី2អញ្ចឹងហើយមួយទៀតគឺខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអំពីការបង្កើត attribute ដោយផ្ទាល់នៅក្នុង class ហ្នឹងដោយយើងមិនចាំបាច់បង្កើតនៃ parameter ទេអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ share .shop តមកគឺខ្ញុំដាក់ថា student អញ្ចឹងនៅពេលដែលយើង print មកគឺខ្ញុំដាក់ថា print output មកគឺខ្ញុំដាក់ថា person 1.shop អញ្ចឹងលទ្ធផលដែលខ្ញុំទទួលបានគឺកន្លែង job នេះគឺ student អញ្ចឹងការបង្កើត class ជាមួយនឹង object គឺមានតែប៉ុណ្្នឹងទេចំណុចបន្ទាប់គឺខ្ញុំនឹងនិយាយអំពី class member ហើយ class member គឺវាមានដូចជា attribute និង method តែ attribute ហ្នឹងវាជា variable នៅក្នុង class ហើយ method ហ្នឹងគឺជា function ដែលយើងបានកំណត់នៅក្នុង class ដើម្បីប្រើលើ attribute មួយហ្នឹងអញ្ចឹងនេះគឺជាឧទាហរណ៍នៃការបង្កើត attribute ជាមួយនឹង method នៅក្នុង class អញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការបង្កើត class member អញ្ចឹងឧទាហរណ៍នៃការបង្កើត class member គឺទី1គឺ class តបមកគឺជាឈ្មោះរបស់ class របស់យើងខ្ញុំដាក់ class share តមកគឺ make ខ្ញុំមាននេះខ្ញុំដាក់ថា brand ហើយមួយនេះគឺខ្ញុំដាក់ថា colors តមកគឺ share.brand ជាមួយនឹង share.color អញ្ចឹងគឺនឹងការបង្កើតប៉ុណ្ណេះវាគឺជា attribute អញ្ចឹងនេះគឺជា attribute របស់ class មួយហ្នឹងតមកគឺខ្ញុំនឹងបង្កើត method មួយដើម្បី display នៃ attribute មួយហ្នឹងគឺ this ហើយគឺជាឈ្មោះរបស់ class របស់យើងដាក់ថា display share តមកគឺខ្ញុំនឹង output brand ជាមួយនឹង color អញ្ចឹងចំនួន2ជួរក្រោមនេះគេហៅថា method អញ្ចឹងនេះគឺជា method ហើយនេះគឺជា attribute បន្ទាប់មកទៀតគឺខ្ញុំនឹងបង្កើត object មួយដើម្បី output នៃ method មួយហ្នឹងអញ្ចឹងគឺដាក់ថា my car ស្មើជាមួយនឹង cars បន្ទាប់មកគឺខ្ញុំនឹងដាក់ឈ្មោះ parameter អញ្ចឹងគឺនេះគឺឧទាហរណ៍ថា Toyota ហើយ color ខ្ញុំដាក់ថា black អញ្ចឹងនេះគឺជា object ដែលយើងប្រើសម្រាប់ output នៃ method មួយហ្នឹងអញ្ចឹងដើម្បី output គឺខ្ញុំដាក់ថា my car .display អញ្ចឹងនៅពេលដែលយើង output មកយើងនឹងទទួលបានឈ្មោះ brand របស់car កន្លែងដាក់ sorry អញ្ចឹងយើងនឹងទទួលបាន brand របស់ car ជាមួយនឹង color អូខេកន្លែងនេះគឺ ខ្ញុំ output ម្ដងទៀតនេះគឺជា result ទទួលបានគឺ Toyota ជាមួយនឹងcolor អញ្ចឹងកន្លែង display នេះកន្លែង method នេះគឺយើងចង់ display តែ parameter តែមួយក៏បានដូចគ្នាអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ថា this ហើយខ្ញុំដាក់ថា color share អូខេបន្ទាប់មកគឺខ្ញុំនឹង output color បែបនេះអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ថា my cars.colors
ចានេះគឺជាអក្សរធំចឹងនៅពេលដែលយើង display មកគឺវាបានតែ color គឺ black អញ្ចឹងការបង្ហាញនៃ class member គឺមានតែប៉ុណ្្នឹងទេចំណុចបន្ទាប់គឺខ្ញុំនឹងនិយាយអំពី access modifier អញ្ចឹងនៅក្នុង Python access modifier គឺមានជា public ជាមួយនឹង private ដែលវាមិនមានពេញលេញដូចទៅនឹងភាសាផ្សេងៗទេហើយនៅក្នុងហ្នឹងគឺខ្ញុំលើកយកមកពីនិយាយគឺទីមួយគឺ public public ហ្នឹងគឺមានន័យថាយើងអាចឲ្យគេចូលប្រើគ្រប់ទីកន្លែងបានគឺមានន័យថាក្រៅ class ក៏គេអាចចូលទៅប្រើនៅ class មួយនឹងបានដែរអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍អំពីការបង្កើត class public អូខេអញ្ចឹងគឺ class public ខ្ញុំបង្កើត class មួយមកហើយអ្នកឈ្មោះថាខាតទៅមកគឺខ្ញុំlist .init តមកគឺខ្ញុំនឹងបោះតម្លៃទៅ attribute មួយហ្នឹងគឺខ្ញុំដាក់ថាខ្ញុំគឺអត់បង្កើត parameter ទេគឺខ្ញុំនឹងបោះតម្លៃទៅ attribute នឹងផ្ទាល់តែម្ដងគឺថា ថា brand ស្មើToyota តមកគឺយើងគ្រាន់តែដាក់ថា cars ដែលជាឈ្មោះតមកគឺឲ្យវាស្មើជាមួយនឹង method មួយហ្នឹងមកហើយយើងនឹង print នៃ car brand មកគឺវានឹងឲ្យតម្លៃ Toyota ហ្នឹងមកអញ្ចឹងនេះគឺជាការបង្កើត public នៃ class member ការបង្កើត click នេះជាការបង្កើត class public នៃ access modifier អញ្ចឹងចំណុចបន្ទាប់គឺខ្ញុំនិយាយអំពីការបង្កើត class private របស់ access modifier អញ្ចឹងការបង្កើត class private គឺយើងត្រូវតែដាក់សញ្ញា underscore 2 ដងនៅខាងមុខឈ្មោះ name and link ហ្នឹងដោយសារវាបំលែងឈ្មោះ name and link ហ្នឹង name and link ហ្នឹងអញ្ចឹងការបង្កើត class private នេះគឺយើងមិនឲ្យគេចូលទៅប្រើឈ្មោះដើមរបស់យើងទេគឺយើងឲ្យគេចូលទៅប្រើដោយប្រើឈ្មោះបំលែងដែលយើងបានបំលែងអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍អំពីការបង្កើត class private មួយហ្នឹងអញ្ចឹងគឺទីមួយគឺខ្ញុំមាន class car ដូចគ្នាមកតមកគឺខ្ញុំដាក់ this ហើយនៅកន្លែងនេះគឺខ្ញុំដាក់តែ cell មួយទេគឺខ្ញុំអត់ដាក់ parameter ដូចគ្នាតមកគឺខ្ញុំនឹងដាក់ attribute ទៅឲ្យ cell មួយនេះដាក់ថា car code ស្មើ168ចុះអញ្ចឹងគឺយើងដាក់កន្លែងនេះគឺយើងដាក់ car ស្មើជាមួយនឹង method មួយហ្នឹងមកគឺជាមួយនឹង function នេះគឺ car តមកគឺនៅពេលដែលយើង output ឡើងនេះគឺមានន័យថាយើងបង្កើតឡើងនេះគឺជា class public អញ្ចឹងដើម្បីបាន class private គឺកន្លែងមុខខាងនេះគឺយើងត្រូវប្រើសញ្ញា underscore 2 ដងតមកនៅពេលដែលយើង output គឺយើង print ហើយនៅក្នុងហ្នឹងគឺយើងដាក់ car ដែលជាឈ្មោះដែលយើងស្មើនេះគឺ car dot ហើយយើងប្រើសញ្ញា underscore មួយនេះគឺដើម្បីបំលែងឈ្មោះ car មួយនេះហើយដាក់ថា car តមកគឺសញ្ញា underscore 2 ដងគឺខានឈ្មោះ car name របស់យើងគឺឈ្មោះ attribute មួយនេះគឺ car code ហើយយើងបិទវងចូលហើយអញ្ចឹងនៅពេលដែលយើង output មកគឺវានឹងចេញលេខកូដរបស់ car គឺ168អញ្ចឹងការបង្កើតនៃ access modifier គឺមានពីរគឺ public ជាមួយនឹង private អញ្ចឹង private យើងគ្រាន់តែប្រើសញ្ញា underscore ពីខាងមុខឈ្មោះ class របស់យើងហ្នឹងហើយ public គឺយើងមិនចាំបាច់ប្រើសញ្ញា underscore ពីខាងមុខទេអញ្ចឹងចំណុចបន្ទាប់គឺខ្ញុំនិយាយអំពី inheritance ហើយតើទៅជា inheritance អញ្ចឹង inheritance គឺវាអនុញ្ញាតឲ្យ class មួយទទួល attribute និង method ពី class មួយទៀតដែលគេហៅថា parent class ឬក៏ super class អញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍មកបង្ហាញអំពី inheritance
ចឹងគឺទីមួយគឺparent class ដែលជា class មេចឹងខ្ញុំដាក់មកគឺ class ហើយមកថា animal តបមកគឺនៅក្នុងខ្ញុំដាក់ថា name ហើយខ្ញុំនឹង share name មួយហ្នឹងចឹងគឺតបមកគឺខ្ញុំនឹងបង្កើត method មួយទៀតគឺ this speak ហើយខ្ញុំនឹង output នៃ speak មួយហ្នឹងគឺខ្ញុំដាក់ថាanimal speak តបមកទៀតគឺខ្ញុំនឹងបង្កើត class មួយទៀតដែលជា child class របស់ parent class អញ្ចឹងនេះគឺជា parent class ហើយខាងក្រោមនេះគឺជា child class អញ្ចឹងគឺខ្ញុំដាក់ថា class ខ្ញុំដាក់ឈ្មោះវាថា dog ដែលទទួលមានន័យថាវាទទួលតម្លៃចេញពី animal ពី class animal តោះមកគឺខ្ញុំដាក់ថា this កន្លែងនេះគឺខ្ញុំនឹងអត់ប្រកាសmethod មួយទៀតទេគឺខ្ញុំគាត់ដាក់ថា this speak ហើយ cell នេះគឺខ្ញុំនឹងយក method ចេញពី parent class animal មួយនេះអញ្ចឹងតោះមកគឺខ្ញុំនឹង output ដាក់ថា dog speak ហើយមួយទៀតគឺខ្ញុំនឹងបង្កើត object មួយដើម្បី output នៃ method មួយនេះអញ្ចឹងខ្ញុំដាក់ object អញ្ចឹងគឺខ្ញុំបង្កើតថា dog តបមកគឺស្មើ dog ហើយគឺជាឈ្មោះរបស់ dog ខ្ញុំដាក់ថាBobby ចុះតបមកគឺខ្ញុំនឹង output method ដែល method ជាមួយនឹង attribute មួយនឹងអញ្ចឹងខ្ញុំនឹង print dog dot ជាមួយនឹង name ដែលជា attribute មួយហ្នឹងខ្ញុំនឹង print attribute name បន្ទាប់មកគឺខ្ញុំនឹង output នៃ method មួយនេះដែលជា method dog ដែលវាជា child របស់ method animal អញ្ចឹងខ្ញុំដាក់ថា dog dot ជាមួយនឹង speak អញ្ចឹងនៅពេលដែលយើង output មកគឺយើងទទួលបានឈ្មោះរបស់ dog ជាមួយនឹង speak របស់ dog អញ្ចឹងនេះគឺជាឈ្មោះហើយនេះគឺជា dog speak អញ្ចឹង inheritance គឺយើងមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ខេបមកនៃការប្រើ inheritance គឺមានន័យថាយើងងាយស្រួលក្នុងការសរសេរកូដងាយស្រួលក្នុងការសរសេរកូដនិងទី2គឺយើងមានហេតុកាត់បន្ថយកូដពីវែងមកខ្លីហើយមួយទៀតគឺយើងអាចប្រើប្រាស់នៃកូដនឹងឡើងវិញហើយចំណុចក្រោយនោះក្នុង inheritance គឺយើងមានន័យថាយើងបង្កើត inheritance គឺយើងនឹងងាយស្រួលក្នុងការគ្រប់គ្រង feature នីមួយៗយ៉ាងទៅចុងក្រោយខ្ញុំនិយាយអំពី encapsulation អញ្ចឹង encapsulation គឺជាការ hide data និងការ hide method មិនឲ្យយើងចូលប្រើពីខាងក្រៅបានទេអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍អំពីការបង្កើត class encapsulation ឧទាហរណ៍ថាខ្ញុំមាន class ខ្ញុំនឹងបង្កើត class មួយមកថា person បន្ទាប់មកគឺខ្ញុំនឹងមាន parameter ចំនួន2គឺ name ជាមួយនឹង age បន្ទាប់មកគឺខ្ញុំនឹងបោះ attribute ទៅឲ្យ name ជាមួយនឹង age ហើយនៅក្នុងហ្នឹងគឺយើងមិនអាចមានថាយើងមិនអាចបោះតម្លៃ age នេះព្រោះតែយើងបែបនេះគឺជា public ពេលយើងកើតបែបនេះវាជា public ហើយកន្លែង age នេះគឺខ្ញុំនឹងប្រើសញ្ញា underscore 2 ដងដែលវាជា private attribute អញ្ចឹងបើយើងចង់បង្កើត object ឧទាហរណ៍ថាខ្ញុំនឹងបង្កើត object មួយគឺname
តោះមកខ្ញុំដាក់ស្មើជាមួយនឹង person ហើយខ្ញុំនឹងបោះ parameter ទៅឲ្យ name មួយហ្នឹងគឺខ្ញុំដាក់ឈ្មោះថាបែបនេះហើយ age នេះគឺខ្ញុំដាក់បែបនេះមកអញ្ចឹងបន្ទាប់មកគឺខ្ញុំនឹង output នៅ attribute មួយហ្នឹងអញ្ចឹងគឺខ្ញុំដាក់ថាបន្ទាប់មកគឺខ្ញុំនឹង print នៃpeer name dot name បែបនេះអញ្ចឹងនៅពេលដែលខ្ញុំ print name គឺវានឹង output name ប៉ុន្តែបើសិនបើត្រង់កន្លែងនេះគឺខ្ញុំ print ដាក់ថា age គឺវានឹង error ដោយសារតែយើងបង្កើត age នេះគឺបែប private អញ្ចឹងដើម្បីឲ្យគេ output នៃតម្លៃmethod តម្លៃ attribute មួយនឹងបានលុះត្រាតែយើងបង្កើត method មួយគឺ get អញ្ចឹងគឺយើងដាក់ថា this get age set តមកគឺខ្ញុំនឹង return បែបនេះអញ្ចឹងនៅពេលដែលគេ output តម្លៃ name ដល់ age គឺវានឹងចេញដោយសារតែខ្ញុំភ្លេចដាក់ get ឡើងនេះអញ្ចឹងនៅពេលដែលយើង output មកគឺវានឹងអូខេកន្លែងពេលគេ output គឺ print តមកគឺខ្ញុំដាក់ថា name dot get name ហើយមានសញ្ញាវងកដោយសារវាជា method អញ្ចឹងមានវងកពីខាងក្រោយមកអញ្ចឹង output មកគឺយើងអាច output នៃតម្លៃនឹងបានគឺចំនួន20អញ្ចឹងកន្លែងនេះនៅពេលដែលយើងអត់ចង់ឲ្យគេ output មានន័យថាគេ output តម្លៃពីខាងក្រៅខ្លះឬតែយើងប្រើសញ្ញា underscore ពីរដងនៅខាងមុខattribute របស់យើងហើយបើយើងចង់ output លុះតែយើងមាន method មួយដែលជា method get ដើម្បីoutput នៃតម្លៃ attribute មួយហ្នឹងអញ្ចឹងចំណុចដែលខ្ញុំនិយាយគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអ្នកនរគ្នាដែលបានទស្សនានៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់